ខ្លួនបានហើយស្ត្រីពីរនាក់ដែលនាំបពួកទៅវាយស្ត្រីម្នាក់ដែលចោទប្រកាន់ថាជាស្រីស្នេហ៍របស់ប្តីខ្លួនលោកវរៈសេនីយ៍ឯកសឹមពិសិដ្ឋអធិការនគរបាលខណ្ឌទូកកបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចជំនាញខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន2នាក់នៅយប់ថ្ងៃទី1ខែឧសភាឆ្នាំ2025វេលាម៉ោងប្រហែល 23:30 នាទីពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើដំបងមូលប្រើដៃនិងបើករថយន្ត Mack Raptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្តីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តខាងមុខទាំងស្រុងជនសង្ស័យទាំងពីរនាក់នេះរួមមានទី1ឈ្មោះជារីដាភេទស្រីអាយុ39ឆ្នាំជាជនជាតិខ្មែរដែលមានមុខរបរលក់អាគុយស្នាក់នៅផ្ទះលេខ Q3 ផ្លូវលេខ265ភូមិ3សង្កាត់ទឹកល្អកទី3ខណ្ឌទូកករាជធានីភ្នំពេញនិងទី2ឈ្មោះអឹងលីមុំភេទស្រីអាយុ45ឆ្នាំជាជនជាតិខ្មែរដែលមានមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ428ផ្លូវព្រះសីហនុសង្កាត់ទួលស្វាយព្រៃទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញចំណែកឯជនរងគ្រោះមានឈ្មោះចាប់ចន្ទាភេទស្រីអាយុ40ឆ្នាំដែលជាជនជាតិខ្មែរមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ 12A ផ្លូវលេខ36សង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យរាជធានីភ្នំពេញសម្ភារៈរងការខូចខាតរួមមានរថយន្តមួយគ្រឿងម៉ាកព្រុសស៊េរី2005ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2BF 8730រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុងដោយសារជនសង្ស័យជាបពួកមួយនាក់ភេទប្រុសបានគេចខ្លួនបាត់ជិះរថយន្ត Mack Raptor ពណ៌សពាក់ផ្លាកលេខកម្ពុជា QLM ត្រា9ជិះបំបុកនៅពេលកើតហេតុកង់3ប្រើអាគុយរបស់ប្រជាពលរដ្ឋចតនៅមុខផ្ទះក្បែរកន្លែងកើតហេតុខូចខាតផ្នែកខាងក្រោយទាំងស្រុងដែលបច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទូកកដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធីនេះខ្ញុំរ៉ាលីពី Big News